រឿងដើមកំណើតសត្វកូនលោកមានបក្សីម្យ៉ាងហៅថាសត្វកូនលោករូបរាងស្រដៀងនឹងសត្វក្រលីងក្រឡងតែមានមាឌធំជាងក្រលីងក្រឡងបន្តិចសម្បុរវាក្រហមរទុះច្រើនអាស្រ័យនៅក្នុងព្រៃភ្នំឬព្រៃស្រោងស្រឹងសត្វនេះចាស់ខ្មែរយើងបាននិយាយតមកថាមានដើមកំណើតមកពីមនុស្សដូចមានរឿងដំណាលតទៅនេះកាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូច3នាក់កូនទី1ចេះដងទឹកដាំបាយកូនទី2ចេះនាំប្អូនដើរលេងកូនទី3ចេះរត់លេងក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី3នាក់តែងទៅកាប់អុសបេះបន្លែទូលទៅលក់នៅឯផ្សាររាល់ថ្ងៃមួយនាងបានទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយចិត្តបានលុយកាក់យកមកផឹកស៊ីផឹកហឺហាអ្នកលេងនោះកាបាក្រឡេកឃើញនាងមេម៉ាយក៏សម្ដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថាចុះនាងនៅភូមិណាឆ្ងាយឬជិតហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងទុកទូលម្នាក់ឯងច្រើនម្លេះនាងក៏ប្រាប់ដោយត្រង់ថាខ្ញុំជាស្ត្រីមេម៉ាយប្តីស្លាប់ចោលទៅសពថ្ងៃក្រលំបាកណាស់ប្រឹងកាប់អុសបេះបន្លែលក់គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី3នាក់បរិភោគឬដូច្នោះអ្នកលេងនឹកអព្រួយក្នុងចិត្តគិតថានាងនេះមេម៉ាយមែនប៉ុន្តែមានរូបស្អាតគ្រាន់បើគួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបានហើយក៏និយាយថានាងខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន10កហបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងមេម៉ាយក៏ទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែអស់ហើយនាងត្រឡប់មកផ្ទះវិញហើយអ្នកលេងក៏លើបដើរមកតាមក្រោយដើម្បីគុណមើលផ្ទះលុះពេលប្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ធតទៅចាប់តាំងពីថ្ងៃនោះមកអ្នកលេងតែងចេញទៅប្លន់អ្នកស្រុកពី3ថ្ងៃមកផ្ទះម្ដងក៏មានកន្លះខែមកម្ដងក៏មាននាងនោះមានមាសប្រាក់ចាយបរិបូរណ៍ស្លៀកពាក់សុទ្ធតែរបស់ល្អក៏ទៅជាធំចិត្តឡើងចាងដើរលេងស៊ីផឹកជាមួយប្តីនៅតាមផ្សារភ្លេចគិតដល់កូនកំសត់ទាំង3អ្នកមានចិត្តក្តៅក្រហាយស្អប់កូនស្រីរបស់ខ្លួនឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង3នាក់ពេលដាំស្លឆ្អិនហើយនាំប្តីបរិភោគតែ2នាក់សល់បាយក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3នាំបងប្អូនកេះកាយស៊ីខ្លះដេកលក់ក្បែរជើងក្រានខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅមូសសុចខំពងខ្លួនពេលព្រឹកនាងនោះតាក់តែងខ្លួនប្រានទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃមួយប្តីបាននិយាយរំលឹកថាបងមានសេចក្តីអៀនខ្មាស់មិត្តភក្តិខ្លាំងណាស់ព្រោះប្អូនចេះតែតាមបងទៅស៊ីផឹកឯផ្សារដូច្នេះបងសូមអង្វរចិត្តអូនសូមនៅផ្ទះថែកូនទាំង3នាក់ចុះ
ឬប្តីនិយាយយ៉ាងនេះនាងនោះគិតថាប្តីអញគាត់ហឺហាណាស់ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់បើអញបណ្ដោយតទៅថ្ងៃមុខគាត់នឹងបោះបង់ចោលអញពុំខានគួរអញរកឧបាយសម្លាប់កូនស្រីទាំង3អ្នកចោលកុំឲ្យគាត់មានពាក្យចាក់ដោតថាឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយលុះដល់ខែពិសាមានភ្លៀងធ្លាក់ជោគជាំនាងនោះនិយាយបញ្ឆោតកូនថាកូនអើយកាលឪពុកឯងរស់នៅតែងដល់រដូវនេះហើយគាត់តែងនាំម្ដាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃចិត្តជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះម្ដាយនឹងយកស្រូវពូជទៅសាបព្រោះចូលកូនទៅដេកចាំចាបព្រៀបលលោកកុំឲ្យស៊ីស្រូវលុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានចិត្តជើងភ្នំយកស្រូវទៅបាចសាចក្នុងត្រពាំងរួចផ្ដាំកូនថាណែហងរាល់គ្នាត្រូវនៅចាំស្រូវកុំទៅណាឆ្ងាយកុំទៅផ្ទះបើទៅអញវាយសម្លាប់ផ្ដាំហើយនាងនោះទុកបាយឲ្យមួយចំអែតម្នាក់អង្គ3ចានពូត4 10គ្រាប់កូនឆ្នាំងដី1និងអំបិលប្រហុកបន្តិចបន្តួចដោយគិតថាយប់នេះខ្លាវានឹងមកស៊ីខំបើមិនស្លាប់ដោយខ្លាស៊ីក៏គង់ស្លាប់ដោយអត់បាយពុំខានលុះផ្ដាំកូនស្រេចហើយក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ីលុះប្តីមកដល់ក៏សួរថាកូនស្រីទាំង3នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះប្រពន្ធប្រាប់ថាខ្ញុំប្រើវាឲ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញចំណែកកុមារីទាំង3អ្នកនាំបងប្អូនយកគ្រាប់ពោតទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នាដើរឡើងដេកលើខ្ទមឮសូរតែមាត់ដំរីចចស្វាស្រែកក្រហឹងអើងកងពេញព្រៃស្មោសាននាងបងមានសេចក្តីផិតភ័យញ័រខ្លួនដោយកូនសត្វស្ទើរគ្មានប្រលឹងនៅក្នុងខ្លួនលួងប្អូនកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខំសម្លាប់គ្រានោះអារុក្ខទេវតាដែលមានស្ថិតនៅក្នុងព្រៃស្មោសានគិតថានាងម្ដាយហេតុអ្វីក៏យកកូនតូចមកប្រោះចោលក្នុងព្រៃដូចនេះបើអញមិនជួយកុមារទាំង3នេះផងទេមុខជាមរឹកពីឡយងខ្នងស៊ីពុំខានគួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះហើយអញនឹងក្រាបទូលសម្ដេចឥន្ទ្រាធិរាជគិតស្រេចអារុក្ខទេវតាសម្ដែងរិទ្ធស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយទៅលុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈនៅទិសឦសានដើម្បីឲ្យទេវរាជនេះនាំដំណឹងទៅប្រកាសទូលព្រះឥន្ទ្រាធិរាជវរុណៈទេវរាជរំពឹងឃើញថាកាលនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេព្រោះកុមារីទាំង3នេះត្រូវคล้ายខ្លួនទៅជាសត្វបក្សីហើយបង្គាប់ថាត្រូវអ្នកឯងជួយការពារកុមារីទាំង3ឲ្យម៉ត់ចត់កុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាคล้ายខ្លួនទៅជាសត្វបើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទុនសាយខ្ចងខ្ចៅដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅអារ្យទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុណៈទេវរាជឯកុមារីទាំង3នាក់នោះនៅចាំស្រូវបាន3យប់3ថ្ងៃក៏អស់អង្គ3ចានដែលម្ដាយទុក
ឲ្យស៊ីប្អូនយំរកបាយស៊ីបងបានដើរទៅបេះស្លឹកថ្លឹងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួននិងដើមអំពៅគៀបយកមកចែកគ្នាស៊ីប្អូនបងអស់ចេះតែស្រែកយំបងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹមទុនសាយធំមួយបានមកប្រុងដុតស៊ីតែភ្លើងដែលម្ដាយបង្គាប់ទុកឲ្យរលត់អស់ទៅក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់ប្អូនចេះតែយំកន្ទក់កន្ទិញចង់ទៅផ្ទះបងថាមិនហ៊ានទៅទេខ្លាចម៉ែវាយតែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះឯម្ដាយកាបើឃើញកូនស្រីបណ្ដាគ្នាមកដូច្នេះក៏មួម៉ៅស្រែកជេរពីលើផ្ទះថាមេកូនចង្រៃអញថាយកវាទៅប្រោះចោលឲ្យស្លាប់ព្រាត់ប្រាសអស់ទៅឥឡូវមិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញអញវាយសម្លាប់ឥឡូវនេះហើយកុំឲ្យឃើញមុខមាត់អញមិនឲ្យហងឡើងផ្ទះសំបែងទេនាងបងអង្គវល់ថាសូមអ្នកម្ដាយអាណិតកូនផងចោះព្រោះប្អូនចេះតែយំឃ្លានបាយអត់ពី3ថ្ងៃមកហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់បើម៉ែមិនឲ្យនៅកូនសូមតែអង្គនឹងភ្លើងត្រឡប់ទៅវិញសូមម្ដាយកុំធ្វើបាបកូនសូមទោសឯកូនប្អូននិយាយប្រាប់ម្ដាយថាម៉ែបងចាប់បានសាយស៊ីអែតម្ដាយឮកូនប្រាប់ថាចាប់បានទុនសាយស៊ីឆ្អែតក៏រឹតតែមួម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ជោថាមេកូនចង្រៃវាបានទុនសាយចែកគ្នាស៊ីម្ដេចក៏មិនយកមកឲ្យអញស៊ីផងនិយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង3នាក់ធាក់ច្រំបណ្ដេញឲ្យទៅព្រៃវិញរបស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះបងឲ្យតែស្លាប់បាត់បងទៅគួរឲ្យអាសូរកុមារទាំង3នាក់នោះពន់ពេកម្ដាយវាយបែកឈាមហូរសស្រាក់ក៏នៅតែមិនបាត់វាចាថាម៉ែអត់ដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថាបានសាយស៊ីអែតម្ដាយឮដូច្នេះរឹតតែវាយខ្លាំងថែមទៀតនាងបងប្រឹងអូសទាញប្អូនទាំង2នាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្ដាយសំឡាប់មិនខានហើយនាំគ្នាទៅក្នុងខ្ទមដដែលដោយក្រមគ្រានិងម្ដាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំង3នាក់អរិក្ខទេវតាកាលបើឃើញដូច្នោះក៏យកទឹកមកប្រោះព្រំកុមារីទាំង3នាក់ឲ្យមានស្មារតីឡើងវិញកុមារីទាំង3លុះដឹងស្មារតីឡើងវិញស្រែកទ្រហោយំទាំងអស់គ្នាឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទុនសាយនិងរាវខ្ចងខ្ចៅមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ព្រោះទេវតានិមិត្តឲ្យកាលណាថ្ងៃក្តៅល្អស្រស់មកហាលថ្ងៃឲ្យក្រៀមវាយបំបែកហែកចែកគ្នាស៊ីទៅនាងបងនិយាយគៀកប្អូនលួងលោមថាអូនអើយយើងទាំង3នាក់នេះពុំបានជួបមុខម៉ែទៀតទេ
ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោលយើងគុំសង្ឃឹមថាមានជីវិតរស់នៅទៅមុខទៀតណាមួយសម្ពុតអាវមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់ឥឡូវនេះដាច់អស់ទៅហើយតទៅមុខយើងនឹងរងាអោបក្បាលចង្គង់ហើយនឹងអាក្រាតកាយនៅតែខ្លួនតទេដូចសត្វដេរឆានអំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះបាន3ខែមានផ្លែចាស់ខ្ចីសត្វជ្រូកក្តាន់ស្វាគម្រុកពុំហ៊ានទៅស៊ីឡើយព្រោះអារុក្ខទេវតាតែងថែរក្សានាងបងតែងទៅបេះយកមកបរិភោគជាមួយនឹងត្រីក្រឹមទុនសាយហើយនឹងខ្ចងខ្ចៅលុះបាន6ខែកុមារីទាំង3នាក់ស្រាប់តែដុះរោមចេញពេញខ្លួនដៃសងខាងដុះចេញទៅជាស្លាបតទះហើយទៅដល់ចុងឈើចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នាតែហើទៅឆ្ងាយពុំរួចបបោមាត់ដុះចេញទៅជាចម្ពុះរីឯមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្សតែដល់និយាយទៅជាសំឡេងសត្វដេរឆានយូរទៅកាន់តែហើបានឆ្ងាយបន្តិចម្ដងព្រោះតាំងពីបបោមាត់ដុះចេញទៅជាចម្ពុះមិនដែលនិយាយភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកនៅស្ដាប់បានឯប្តីចុងនាងជាម្ដាយនៃកុមារីទាំងនោះតែងប្រព្រឹត្តអំពើចោរកម្មជានិច្ចថ្ងៃមួយមានអ្នកចិត្តខាងគេប្តឹងដល់រាជការក៏ចាប់យកទៅដាក់គុកមួយជីវិតទៅពេលនោះនាងជាម្ដាយដេកព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំង3នាក់ដែលខ្លួនបានធ្វើទុកបុកម្នេញហើយដើរទៅរកក្នុងព្រៃឃើញកូននៅរញងក្នុងខ្ទមស្គាល់ច្បាស់ជាកូនព្រោះមានទម្រង់ជាមនុស្សនៅឡើយតែដុះស្លាប់មានចម្ពុះដោយសត្វដេរឆានក៏ស្រែកហៅថាកូនអើយឥឡូវម្ដាយមកទទួលកូនទៅវិញម្ដាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយកូនទាំង3នាក់ឮមាត់ម្ដាយហៅស្គាល់ជាក់ជាម្ដាយក៏គិតថាម៉ែយើងមករកសម្លាប់យើងទៀតហើយត្រូវយើងគុំទុកចិត្តគាត់យើងនាំគ្នាហើរទៅល្អជាងគិតដូច្នេះក៏នាំគ្នាហើរត្រសងទៅទុំលើចុងឈើខ្ពស់មួយដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថាយើងផុតនិស័យជាកូនលោកហើយយើងទៅជាសត្វដេរឆានល្អជាងអ្នកគុំមកចិត្តយើងប៉ុន្តែសម្ដីដែលស្រែកប្រាប់មកម្ដាយនោះមិនច្បាស់លាស់ជាសម្ដីរបស់មនុស្សទេទៅជាស្រែកថាកូនលោកទៅវិញកាលបើម្ដាយចូលទៅចិត្តក៏នាំគ្នាហើរទៅទុំលើដើមឈើដទៃទៀតស្រែកថាកូនលោកម្ដាយចេះតែដើរស្រែកហៅកូនតតែអស់កម្លាំងដើរពុំរួចណាមួយអស់អាហារបរិភោគផងក៏ដួលស្លាប់ទៅនៅប្រទេសកម្ពុជាសត្វនេះវាតែងតែហើរមករើខ្ចងខ្ចៅស៊ីតាមវាស្រែក្បែរជើងភ្នំឬព្រៃស្រោងកាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នាវាស្ទុះហើរស្រែកឮយំឮថាកូនលោកលុះរាត្រីស្ងាត់វាធ្ងួចធ្ងរមុខគួរឲ្យស្រណោះពន់ពេក
បាទរឿងប្រវត្តិសាស្ត្រកូនលោកគឺមានតែប៉ុណ្ណេះក៏សូមអរគុណពុកម៉ែបងប្អូនដែលបានស្ដាប់នៅការនិទានរឿងរបស់ខ្ញុំបើសិនជាមានការអានខុសត្រូវយ៉ាងណាសូមពុកម៉ែបងប្អូនខន្តីនិងអភ័យទោសដល់រូបខ្ញុំបាទជាចុងក្រោយសូមពុកម៉ែបងប្អូនជួយ Subscribe Channel សៀវភៅម្ចាស់ដើមដើម្បីឲ្យយើងខ្ញុំមានកម្លាំងចិត្តនិទានរឿងជាបន្តជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត